សួរពុកម៉ែបងប្អូននេះខ្ញុំមករៀនធ្វើបង្អែមពោតនេះជាការធ្វើលើកដំបូងបាទគ្រឿងផ្សំមានពោតមានក្របសាគូឥឡូវយើងមកបង្កាត់ភ្លើងមកកាត់ភ្លើងឲ្យវាឆេះហើយដាក់អូដៃឲ្យឆេះចាំដាក់តំណប់ឆ្នាំងដាក់តំណប់ឆ្នាំងឲ្យត្រីឲ្យវាត្រង់អូយ៉ាំយកឆ្នាំងយើងដាក់ទឹកឲ្យហើយមកហើយយើងដាក់ផេះខាងផងកុំឲ្យខ្មៅឆ្នាំងតែខ្មៅឆ្នាំងនឹងម៉ែជេរឡើយអញ្ចឹងយើងដាក់ផេះរៀងច្រើនបន្តិចមកបាទហើយយើងគីឲ្យវាពេញនឹងមកគីឲ្យជុំវិញឲ្យចិត្តកុំឲ្យវាមានបន្លោះផ្សែងឬក៏ភ្លើងចេញមកបាទហើយយើងប៉ើងមើលតិចមើលថាវាមិនហើយចាំយើងដាក់ថែមអំបិលបន្តិចកុំឲ្យវាបែកពេកបាទហើយឥឡូវយើងមើលទៅណាមើលសម្រស់អ្នកមើលភ្លើងអ្នកធ្វើបាក់ហែមហ្នឹងសិនទៅសម្រស់មិនដែរប៉ុណ្ណឹងមើលហើយយើងទឹកពុះយើងដាក់គ្រាប់សាគូឬក៏ផ្នែកកែបដាក់ឲ្យវាមកនេះសិនមកហើយយើងដាក់ពោតយើងក៏បានដាក់ស្ករចាំដាក់ស្ករហើយចាំដាក់ពោតហើយចាំដាក់ស្ករដាក់ពោតឲ្យវាឆ្អិនមកហើយចាំយើងដាក់ស្ករតាមក្រោយហ្នឹងមកវាចូលជាតិគ្នាហើយពោតក្រហមនេះទៅវាឆ្អិនក៏វានៅជ្រប់ដែរដាក់ពោតឲ្យហើយមកនិយាយរួមទៅផ្អែមពោតបើអត់ពោតទៅចម្លែកហើយយើងដាក់ស្ករវាពុះចូលជាតិអាគ្រាប់សាគូហើយនឹងពោតនឹងចូលជាតិគ្នាមកហើយចាំដាក់ស្ករយើងដាក់មកស្រឡាញ់មកណាអ្នកចូលចិត្តផ្អែមដាក់ច្រើនទៅអ្នកអត់សូវចូលចិត្តផ្អែមដាក់មកមុំនឹងឃើញដំណងមានធ្វើលើកដំបងមានអីដំណងដែរតាអាចយកជាការបានហើយមើលដំណងដែរតាឯកូនពូជគេមកមើលឥឡូវយើងពូហើយយើងដាក់នេះដាក់ខ្ទិះដូងខ្ញុំអត់មានដូងខ្ទិះយើងនេះផ្លែមានទិញគេដូងខ្ទិះដូងកំប៉ុងយើងក៏បានដែរដាក់ហើយកូរមកមើលម្ដងជាតិហ្មងធ្វើលើកដំបូងមានអីអាចទៅរួចដែរតាមើលកូរឲ្យវានេះហើយនៅធម្មតាខ្ញុំដូចឃើញគេធ្វើឆ្អិនហើយមកគេដាក់តែខ្ញុំដាក់មុនវាដូចតែគ្នាណាភ្លក់មួយមកភ្លក់ដល់ពេលឆ្អិនហើយយើងដាក់ម្សៅនេះមកម្សៅវ៉ានីយើងដាក់តែមួយបានហើយតែបើសម្រាប់អ្នកចូលចិត្តឈ្ងុយខ្លាំងដាក់2ទៅ3ទៅសម្រាប់ខ្ញុំដាក់តែមួយបានហើយយើងមកកូរអូគាត់តែឃើញក៏ស្រក់ទឹកមាត់ដែរផងដែរទំនងដែរតាធ្វើលើកដំបូងមានអីអាចយកជាការបានប៉ុណ្ណឹងអរគុណដែលជួយទស្សនាដល់ចប់